大家好大家好ពាក្យតាជាហៅខាងលើនេះយើងបកថាសួស្តីអ្នកទាំងអស់គ្នាឬក៏ជំរាបសួរអ្នកទាំងអស់គ្នាក៏បានដែរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបរៀនបងអំពីឃ្លាសន្ទនាបែបប្រចាំថ្ងៃទូទៅដែលយើងតែងតែនិយាយតែម្ដងអញ្ចឹងចូលទៅសិក្សាមួយខ្ញុំទាំងអស់គ្នាស្រាប់ឃ្លាទី1យើងនិយាយថានៅពេលយើងជួបគ្នានីហៅនីហៅនីហៅអញ្ចឹងពាក្យនីហៅខាងលើយើងប្រែថាសួស្តីនីហៅម៉ានីហៅម៉ានីហៅម៉ាតើអ្នកសុខសប្បាយជាទេនីហៅម៉ាយើងបកថាតើអ្នកសុខសប្បាយជាទេអញ្ចឹងយើងចូលទៅឃ្លាបន្តទៀតវ៉ាពូហៅវ៉ាពូហៅខ្ញុំមិនសុខសប្បាយទេបន្តមកចូលឃ្លាបន្តទៀត我很好我很好我很好ខ្ញុំសុខសប្បាយណាស់ចូលទៅឃ្លាបន្តទៀត我也很好我也很好我也很好ខ្ញុំក៏សុខសប្បាយដែរខ្ញុំក៏សុខសប្បាយដែរបន្តមកឃ្លាចុងក្រោយគេយើងឆ្លើយថា我不太好我不太好我不太好ខ្ញុំមិនសូវសុខសប្បាយទេ我不太好ខ្ញុំមិនសូវសុខសប្បាយទេ